ជំរាបសួរកូនអរគ្នាអរគុណព្រះអង្គសម្រាប់សេចក្តីសុខសាន្តនិងវត្តមានកូនជាថ្មីហើយថ្ងៃនេះដែរយើងមកជួបគ្នានៅសប្តាហ៍ថ្មីតកតងជាមួយនឹងមេរៀនថ្នាក់ទី4ចាថ្ងៃនេះយើងមកសិក្សាអំពីគណិតវិទ្យាចាតកតងនឹងមេរៀនវិធីដកចំនួនទស្សភាគ10មានខ្ចីចឹងថ្ងៃនេះអ្នកគ្រូលើកយកឧទាហរណ៍ចំនួន2លំហាត់បកបង្ហាញកូនចាអញ្ចឹងយើងដឹងហើយថាដើម្បីធ្វើប្រមាណវិធីដកមិនថាដកធម្មតាឬកាបូបធម្មតាចាគឺយើងត្រូវតែសរសេរចំនួនទាំងពីរឲ្យត្រូវតាមទងតែថ្ងៃហ្នឹងយើងមកធ្វើការដកចំនួនទស្សភាគខុសប្លែកតែវាមានចុចមែនទេកូនចាតោះអញ្ចឹងគុណមើលដើម្បីបូកឬក៏ដកយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមទងរួចដកលេខតាមខ្ទង់ចាអញ្ចឹងយើងមកធ្វើការដកចំនួនទស្សភាគរបស់យើងនៅខ្ទង់ភាគ10មុនចាតោះអញ្ចឹង5អត់អាចដក8បានទេមែនទេកូនចាអញ្ចឹងយើងធ្វើការខ្ចីនៅខ្ទង់ខ្ទង់រាយចាអញ្ចឹងនេះនៅសល់3នេះឡើង15 15ដក8គឺនៅសល់5 2ចាតោះ3ដក1គឺនៅសល់ប៉ុន្មាន2យើងទម្លាក់ចុចមកអញ្ចឹងចុចនេះដាច់ខាតកូនអត់អាចដាក់នៅចំប្រឡោះកណ្ដាលទេណាកូនគឺដាក់នៅខាងក្រោមនៃលេខមិនក្រោមលេខនេះទេគឺស្មើលេខសំទោសចាតោះអញ្ចឹងចម្លើយរបស់យើងឃើញ 2.5 2នៅលំហាត់កចាហើយសញ្ញាចុចណាអត់មានគូរង្វង់ចេះទេគឺខុសហើយអញ្ចឹងដាច់ខាតកូនដាក់ឲ្យចេញរង្វង់ទេគឺចុចណាកូនចាតោះលំហាត់ខអញ្ចឹងកូនមើលអត់ខុសពីលំហាត់កទេយើងធ្វើដូចគ្នាយើងធ្វើការដកនៅខ្ទង់ភាគ10មុនហើយយើងមកខ្ចីនៅខ្ទង់ភាគ100អត់សំទោសភាគរាយតោះអញ្ចឹងយើងមើល7អត់អាចដល់8យើងខ្ចីនៅសល់0នេះឡើង15 2ចា17ដកឲ្យ8នៅសល់ប្រមាណកូនចា17ដក8គឺនៅសល់9ចាតោះអញ្ចឹង0ដក0គឺ0អញ្ចឹងយើងកុំភ្លេចតម្លាក់សញ្ញាចុចមកណាតែអត់តម្លាក់ទេគឺលេខរបស់យើងខុសហើយព្រោះយើងដកទូសភាគបើកូនអត់ដាក់មកគឺអត់មែនលេខទូសភាគទេណាកូនចាតោះអញ្ចឹងចម្លើយរបស់យើងគឺឃើញ0.54ចាអញ្ចឹងកូនអរគ្នាបានក្រោយពីមើលការបញ្យល់របស់អ្នកគ្រូហើយកូនអរគ្នាអាចធ្វើបានទេកូនចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាពេលដែលកូនត្រឡប់ទៅផ្ទះវិញកូននឹងអនុវត្តបន្ថែមអាចយកលំហាត់ផ្សេងក្រៅពីអ្នកគ្រូបានយកមកឧទាហរណ៍ដើម្បីអនុវត្តនៅផ្ទះបន្ថែមដើម្បីឲ្យការចងចាំរបស់កូនកាន់តែរីកចម្រើននិងចេះដកលេខបានស្ទាត់ជំនាញផងដែរចាអរគុណច្រើនសូមព្រះប្រទានពរគុណអរគុណជំរាបលា